ចឹងបើធៀបទៅនឹងការរៀបចំដោយដៃដោយប្រើ Excel template ព្រោះខ្ញុំក៏ជាអ្នក design template ឲ្យភ្ញៀវដែរការបាក់ឆែកត្រឹមត្រូវចានេះខែ7ហើយខ្ញុំយកមកប្រកាសក្នុងខែ6អញ្ចឹងអត់ត្រូវទេយើង add ខែ7អញ្ចឹងត្រឡប់មកវិញបងប្អូនទាំងអស់គ្នាខ្ញុំចង់និយាយថាការប្រកាសពន្ធដោយប្រើប្រព័ន្ធ Simplify គឺវាពិតជាជួយបានច្រើនមែនទែនហើយវាសន្សំសំចៃពេលវេលាយើងបានខ្លាំងខ្ញុំហ៊ាននិយាយថាជួយបានច្រើនដោយសារតែខ្ញុំក៏ធ្លាប់ជាអ្នក prepare template ឲ្យ team ប្រើដែរហើយខ្ញុំយកមក compare នៅពេលដែលខ្ញុំប្រើ Simplify នេះគឺខុសគ្នាច្រើនណាខុសគ្នាឆ្ងាយមែនទែនហើយបងប្អូនលឿនណា upload ផ្លឹប payroll យើង take time កែបន្តិចទៅហើយបើសិនជាយើងបាន file ដែលត្រឹមត្រូវពីភ្ញៀវមកហើយអត់មានអីយូរបងប្អូនឃើញទេ 4-5 នាទីខ្ញុំអាច upload បានហើយបងប្អូនប្រហែលជាថាបើ template reply អូខេ template reply ប៉ុន្តែអត់យូរទេក្នុងការរៀប template ទាំងអស់ហ្នឹងបងប្អូនចាយពេលមកបន្តិចដើម្បីដាក់ customer name ដាក់ PIN number ឲ្យត្រូវតាមហ្នឹងហើយគឺហើយរៀបតាដំបូងត្រូវបន្ទាប់មកបងប្អូនអាច copy paste ទៅ replace data ហ្នឹងគឺហើយអត់យូរទេអញ្ចឹងអរគុណច្រើន